ឲ្យតែមានដៃគូគឺដឹងតែឆ្លងកាមរោគអ្នកគ្រូអត់ទេមិនមែនឲ្យតែមានដៃគូរួមភេទឬក៏មានគ្រួសារហ្នឹងគឺយើងដឹងតែយើងឆ្លងជំងឺកាមរោគសិកមុនឬក៏កាមរោគផ្សេងទេមិនមែនទេលុះត្រាតែដៃគូរបស់យើងឬក៏ខ្លួនយើងផ្ទាល់មានផ្ទុកជំងឺហ្នឹងស្រាប់ដែលឆ្លងពីបុគ្គលម្នាក់ទៀតដែរមានការកើតឡើងឬក៏ផ្ទុកជំងឺកាមរោគទាំងអស់នេះទើបយើងឆ្លងណាហើយនៅពេលដែលឆ្លងអាការៈនៃការចេញរោគសញ្ញាវាអាចនឹងខុសគ្នាសន្តាននៃការដុសក៏ខុសគ្នាដែរជាពិសេសគឺជំងឺសិកមាន់ព្រោះនៅដំណាក់កាលនេះអ្នកគ្រូជួបច្រើនបងប្អូនស្ត្រីដែលគាត់មិនទាន់បានយល់ដឹងទូលំទូលាយទៅលើជំងឺសិកមាន់ភាគច្រើនគាត់ស្គាល់តែជំងឺអេដជំងឺស្វាយទេត្រូវអត់ប៉ុន្តែបងប្អូនត្រូវដឹងជំងឺកាមរោគមានច្រើនលើសពីនឹងដែលបងប្អូនអត់បានចាប់អារម្មណ៍ជំងឺកាមរោគភាគច្រើនកើតទៅលើស្ត្រីប្រឈមបញ្ហាហានិភ័យខ្ពស់បំផុតគឺអាចប្រឈមនឹងជំងឺរលាកទ្វារមាសរលាកស្បូនប៉ះពាល់រដូវមិនទៀងឬក៏រាងរដូវអ្វីដែលលើសពីនឹងឯងបងប្អូនប៉ះពាល់សុខភាពមង្គលគ្រួសារគឺពិបាករួមភេទឬក៏ត្រូវការរួមភេទអត់បានទេឧទាហរណ៍ដុសសាច់ទៅនឹងទ្វារមាសជុំចិត្តទ្វារមាសឬក៏ដុសសាច់ប្រដាប់ភេទឡើងកទួលឡើងពងបាយឈឺក្តៅកាហាយបងប្អូនរួមភេទបានអត់បើសិនជាឈឺបែបហ្នឹងហើយមួយទៀតទោះមិនឈឺក៏គួរតែចាំបាច់ព្យាបាលទាំងពីរនេះព្រោះជំងឺហ្នឹងត្រូវការតមរួមភេទបើនិយាយអត់ចំហើយត្រូវការចាំបាច់ព្យាបាលទាំងពីរនេះដៃគូបើសិនជាមានគ្រួសារមានអីអត់អាចព្យាបាលតែឯងបានទេបើបងប្អូនដោះស្រាយតែឯងរួចពេលបងប្អូនដោះស្រាយជាបងប្អូនតែគេនៅជាមួយនឹងគ្រួសារដៃគូដែលផ្ទុកជំងឺនឹងដដែលនេះបងប្អូនប្រកាសជាឆ្លងមកវិញអញ្ចឹងនៅគ្រូតែងតែលើកទឹកចិត្តថាហេតុអីបានបងប្អូនកើតជំងឺនឹងហើយនៅរងចាំឲ្យវាឈឺខ្លាំងចាំដោះស្រាយធ្វើអីបងប្អូនត្រូវដោះស្រាយពីគណៈការដែលទឹកនឹងចាប់ដើមមានការធ្លាក់សមានការលំមាស់ធំក្លិនឲ្យហើយមកសម្រាប់អ្នកមានដៃគូមានការសង្ស័យណាមួយគឺបញ្ញាប់រកដំណោះស្រាយកុំចាំឲ្យធ្ងន់ចាំដោះស្រាយអ្នកគ្រូតែងតែបញ្ជាក់ដដែលបងប្អូនតាក់ទងមកអ្នកគ្រូបងប្អូនចង់បានដំណោះស្រាយធ្វើម៉េចឲ្យឆាប់បាត់ឆាប់ជាធ្វើអត់ចុះហេតុផលអីបានអ្នកគ្រូសួរនាំជំងឺទៅអ្នកគ្រូព្យាយាមឲ្យពីគ្រោះជំងឺដាក់ចលេខទូរស័ព្ទបញ្យល់ជាមួយអ្នកគ្រូទៅដល់នឹងបញ្ហាបងប្អូនអត់ហ៊ានបងប្អូនខ្លាចអីបងប្អូនតាមដានមើលពេកអ្នកគ្រូសិនបើសិនអត់តមានទំនុកចិត្តការដោះស្រាយបែបម៉េចព្រោះជំងឺទៅកើតឡើងហើយបងប្អូនដោះស្រាយអត់ត្រូវចំគោលដៅទៅលើបញ្ហាជំងឺក៏បងប្អូនញ៉ាំថ្នាំអត់បាត់ញ៉ាំថ្នាំអត់ជាដែរចង់សួរថាអ្នកណាអ្នកខាត់ជំងឺខាត់ពេលវេលាបងប្អូនខាត់ទាំងថវិកាជំងឺអាចនឹងធ្ងន់ជាងមុនមានការវិវត្តឡើងជាលើកទី2ជាលើកទី3